ខ្ញុំបង្រឹងខ្លួនឯងខ្ញុំអត់ជឿថាពីការធ្វើអ្វីមិនបានទេព្រោះខ្ញុំឡើងលើដំបូលផ្ទះខ្ញុំប្រក់ក៏បានដូចគេចឹងអញ្ចឹងមានតែការតស៊ូទេធ្វើឲ្យយើងជោគជ័យឈ្នះនៅអ្វីទាំងអស់លោកផនផលីជាអតីតយោធិនពិការដ៏ចំណានមួយរូបបច្ចុប្បន្នកំពុងតែរស់នៅក្នុងភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងឃុំប្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់អតីតយោធិនរូបនេះបានធ្លាក់ខ្លួនក្លាយជាជនពិការជើងទាំងសងខាងដោយសារចុះបំពេញបេសកកម្មនៅសមរភូមិកាលអំឡុងឆ្នាំ1991ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដែលជាតំបន់លោកធ្លាប់បានឈរជើងប្រយុទ្ធដ៏ក្តៅគគុកជាមួយពួកខ្មែរក្រហមខ្ញុំឈរជើងនៅប៉ោយប៉ែតណាតំបន់ឈរជើងរបស់ខ្ញុំនៅប៉ោយប៉ែតបាទហើយក្នុងឆ្នាំ91ខ្ញុំរបួសនៅសមរភូមិអូខេដនតែខ្ញុំគ្រោះថ្នាក់នេះដោយសារតែយើងចុះត្រាស់សេសមរភូមិក្នុងពេលព្រឹកហ្នឹង8គីឡូទៅ10គីឡូជាប្រចាំប៉ុន្តែចៃដន្យទៅវាផ្្លាត់ឈ្នាតនៅថាតបដែលកាលទៅហ្នឹងគឺថាទៅមួយវគ្គដាក់មីនមួយវគ្គទៅមួយវគ្គដាក់មីនមួយវគ្គដូច្នេះវាពិបាកដល់អញ្ចឹងទៅខ្ញុំពិការជើងដោយសារចុះឆៃសមរភូមិបាទក្រោយជួបគ្រោះថ្នាក់ការងារលោកផនផលីបានសម្រេចចិត្តផ្លាស់ប្ដូរមករស់នៅជាមួយក្រុមគ្រួសារនៅខេត្តពោធិ៍សាត់វិញរហូតទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីរួមទាំងសប្បុរសជននានាស្ថិតនៅដីសម្បត្តិសង្គមគិច្ចក្នុងភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងដែលមានរៀបចំបែងចែកជាដីកសិកម្មនិងដីលំនៅឋានសម្រាប់រស់នៅបង្កើនផលក្នុងគ្រាចូលនិវត្តន៍ថ្មីត្បិតតែជើងទាំងពីរពិការបាត់បង់សមត្ថភាពការងារមិនដូចអតីតយុទ្ធជនដទៃទៀតប៉ុន្តែលោកផនផលីជាមនុស្សឧស្សាហ៍ព្យាយាមចង់ចេះចង់ដឹងហើយបានបន្តរៀនសូត្រពីជំនាញទន់និងរឹងផ្សេងតាមរយៈការបណ្ដុះបណ្ដាលរបស់អង្គការក្រសួងស្ថាប័នពាក់ព័ន្ធដោយមិនទម្រុនខ្លួនផ្ដេសផ្ដួលទៅតាមវាសនានោះឡើយកាលពីរបួសដំបូងខ្ញុំអស់សង្ឃឹមដែររបួសណាខ្ញុំពិសោធន៍ខ្លួនខ្ញុំចងខ្សែនៅពេលកាលនោះជើងវាមិនទាន់ជាស្រួលបួលទេតែយើងចង់វាចេះតែចង់ចិត្តឲ្យវាលឿនពេកចងខ្សែលើដំបូលចឹងទាញខ្លួនយើងងើបរួចអត់ទាញអត់រួចទេទាញម្ដងជាពីរដងអត់រួចអស់សង្ឃឹមដែរអស់សង្ឃឹមផ្លូវចិត្តទោះបីតែមានប្រពន្ធនៅចិត្តក៏នៅអស់សង្ឃឹមដោយថាខ្លួនឯងធ្វើអីអត់កើតនៅពេលដែលជើងយើងសះស្បើយជាថេងលែងឈឺលែងអីទាំងអស់បានយើងមានស្មារតីទូខុសត្រូវឡើងវិញនៅពេលនឹងគ្រប់គ្រងបានខ្ញុំកែច្នៃរមាក់ជីករទេសជាងកាលនឹងអត់ទាន់មានសមាគមអង្គការចឹងទេបាទជីជាមធ្យោបាយដើម្បីរកដោះស្រាយក្រោយមកខ្ញុំយកលុយអង្គការទិញបានឡានរត់ឈ្នួលទៀតខ្ញុំរត់ឈ្នួល15ឆ្នាំនៅខេត្តពោធិ៍សាត់ខ្ញុំកូនចៅវាច្រើនការកូនកាអីវាសោះទុនហើយណាដល់ចឹងខ្ញុំក៏លក់ឡានលក់អីអស់នៅតែលមាក់ផ្ទាល់ខ្លួនទេថ្ងៃធ្វើអាជីវកម្មនៅផ្ទះហើយនឹងលមាក់សម្រាប់ចល័តរត់ទៅរត់មកនៅរ៉ូស៊ីអាជីវកម្មធម្មតាបើពិនិត្យមើលស្ថានភាពគ្រួសារលោកបច្ចុប្បន្នឃើញថាមានជីវភាពល្អប្រសើរច្រើនដោយលោកបានបំបែកចំណេះជំនាញដែលធ្លាប់បានចូលរួមរៀនពីវគ្គបណ្ដុះបណ្ដាលទាំងនោះយកមកបង្កើតជាមុខរបរដូចជាធ្វើជាជាងផ្សារដែកនិងជួសជុលយានយន្តគ្រប់ប្រភេទនៅក្នុងភូមិព្រមទាំងដាំដំណាំវិលជុំដំណាំប្រមូលផលតាមរដូវកាលមួយចំនួននៅជុំវិញផ្ទះរកចំណូលបានប្រចាំថ្ងៃផ្គត់ផ្គង់ជីវភាពគ្រួសារថែមទៀតផងខ្ញុំធ្លាប់រៀននៅវវិសុនបាទពីការឲ្យបានខ្ញុំរៀនបាទខ្ញុំរៀនមានសញ្ញាបត្រ2ស្លឹកអង្គការទី1នេះកាលហ្នឹងនៅស៊ីវគាត់រៀននៅខាងផ្នែកវិទ្យុហើយនឹងកង់ប៉ុន្តែក្រោយមកឮថាគេបើកនៅវវិសុនគេបើកម៉ូតូទៀតខ្ញុំក៏កាត់ទៅរៀននៅវវិសុនទៀតបាទវវិសុនល្អសាលានោះរៀនតាំងពីផ្នែកសិលធម៌គុណធម៌ទាំងអស់អញ្ចឹងការរស់នៅក្នុងវត្តវិសុនហាក់បីដូចជាចំណេះដឹងមួយដ៏ធំធេងហើយទូលំទូលាយទៀតអញ្ចឹងខ្ញុំបានចំណេះដឹងហ្នឹងបានយកមកប្រកបអាជីវកម្មបានទស្សនាតាមរយៈការខិតខំប្រឹងប្រែងនិងតស៊ូព្យាយាមបានធ្វើឲ្យលោកផនផលី
បានទទួលសមិទ្ធផលជាច្រើនក្នុងជីវិតនិងទទួលបានមេដាយមាសដំបូងគេកាលពីឆ្នាំ2012ខ្ញុំត្រូវទទួលបានមេដាយមាសដំបូងគេឆ្នាំ2012ហើយកាលនោះមេដាយមាសមិនមែនចេះតែឲ្យដូចសម័យនេះទេណាបាទមុននឹងឲ្យមេដាយមាសនោះគេជ្រើសរកចំណុច6ល្អ6យ៉ាងល្អ6យ៉ាងហ្នឹងទី1គឺយើងក្រោយពីពិការមកមិនបង្កឲ្យបងប្អូនឬក៏អ្នកស្រុកអ្នកភូមិណាក្តៅក្រហាយឬក៏ឈឺក្បាលដោយសារយើងព្រោះយើងគ្រប់គ្រងសតិអារម្មណ៍យើងបានល្អក្នុងការរកស៊ីចិញ្ចឹមជីវិតទី2មិនចំណាក់ស្រុកកូនចៅឲ្យទៅរកស៊ីឆ្ងាយព្យាយាមរកមុខរបរឲ្យកូនចៅនៅចិត្តខ្លួនរកស៊ីហើយទី3ហ្នឹងគឺខិតខំកសាងខ្លួនដើម្បីចូលខ្លួនទៅក្នុងសង្គមបាទមានទី4ទី5ទី6ទៀតប៉ុន្តែខ្ញុំរៀបរាប់មិនអត់ទេវាច្រើនដែរណាវាគេយកតែចំណុចល្អទេហើយក៏ខាងមន្ទីរសង្គមកិច្ចគេវាយតម្លៃឲ្យមេដាយមាសក្រោយពីទទួលបានដីលំនៅឋាននិងផ្ទះស្នាក់នៅសមរម្យលោកផនផលីនិងក្រុមគ្រួសារតែងតែខិតខំថែទាំនិងកាប់គាស់រាស់កាយកំណប់ទ្រព្យដែលសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានផ្ដល់ជូនយ៉ាងសកម្មនិងសប្បាយចិត្តដែលបានមករស់នៅជួបជុំគ្រួសារនៅក្នុងភូមិឋានពោពេញដោយការអភិវឌ្ឍដូចសពថ្ងៃនេះខ្ញុំខំថែរក្សារហូតអត់ពីខ្ញុំទៅអត់ពីប្តីខ្ញុំទៅនៅកូនណាអត់លក់ទេអ្នកណាឲ្យខ្ញុំប្រមាណក៏ខ្ញុំអត់លក់ដែរខ្ញុំនិយាយផ្ដាច់ចឹងហ្មងខ្ញុំសុកចិត្តដីខ្ញុំនៅឯនោះ5-10ម៉ែត្រខ្ញុំសុកចិត្តដីចំណាយថ្នល់នោះខ្ញុំសុកចិត្តលក់ដីនឹងចោលខ្ញុំសុកចិត្តមកខំនៅនេះខ្ញុំអត់លក់ទេអ្នកណាឲ្យខ្ញុំប្រមាណអត់ដែរព្រោះឪពុកចែកឲ្យយើងហើយយើងមិនខំប្រឹងខំតស៊ូណាខ្ញុំដែរបានថាទៅឯណាអត់ទេនៅនឹងបដ ாய் ទៅណាក៏ខ្ញុំអត់ទៅដែរគេសួរថាមិនអត់ចង់ដូចគេថាអត់ទេតែពុកចែកឲ្យហើយយើងខំតស៊ូម៉ែឪយើងបកើតក៏មិនបានស្មើនឹងដែរបានស្មើនឹងទេយើងខំប្រឹងទៅលោកផនផលីបានលើកឡើងបន្ថែមថាសប្បាយចិត្តមែនទែនដល់ឃើញបានផ្ទះបានពីងទឹកបានរបបឧបត្ថម្ភសពគ្រប់ណាមានខ្នើយកទេមុងពួយចប់កបិតថានិយាយទៅអត់មានខ្វះអីចានឆ្នាំងឡាព្រាអូគេអាកនេះម៉ែឪយើងក៏មិនអត់មានអ្នកណាចែកបានប៉ុណ្ណឹងដែរបាទអត់មានទេគឺថាសប្បាយចិត្តមែនទែននៅពេលដែលឃើញរដ្ឋាភិបាលលោកយកចិត្តទុកដាក់ក្នុងចំណុចនឹងខ្ញុំសប្បាយចិត្តហ្នឹងអ្វីត្បិតតែខ្ញុំក្រប៉ុន្តែខ្ញុំឲ្យតម្លៃដល់ម្ចាស់ជំនួយម្ចាស់ដំណោយបាទខ្ញុំនៅតែធ្វើបុណ្យឧទ្ទិសឋានចំពោះគាត់ជានិច្ចមិនបំភ្លេចនៅតម្លៃគុណដ៏មហាធំធេងនេះទេគឺថាខ្ញុំនៅតែឧទ្ទិសជូនចំពោះអ្នកមានគុណទាំងនោះបាទក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃក្នុងចក្ខុវិស័យវែងឆ្ងាយនិងមានភាពប្រកបនិយមខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអនុប្រធានទី1សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅតែបន្តគិតគូរលើកកម្ពស់ផ្ដល់កិត្តិយសឲ្យស័ក្តិសមនឹងគុណបំណាច់នៃវីរជនយុទ្ធនារីទាំងអស់តាមរយៈគោលនយោបាយគាំពារសង្គមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងគេនាំខ្ញុំទៅលេងនៅទីក្រុងភ្នំពេញនៅសន្តាគារផ្សេងមានអាហារហូបឆ្ងាញ់មានប៉ុនមានរូបភាពមានមេតបផ្កាយធំទទួលស្គាល់អបអរធ្លាប់ជិះសណ្ដើរយន្តទៅប្រជុំនៅកន្លែងល្អអញ្ចឹងទៅណាដល់អញ្ចឹងទៅខ្ញុំសប្បាយចិត្តមើលទៅឃើញរូបភាពនឹងរំភើបសប្បាយក្នុងការលើកទឹកចិត្តរបស់រដ្ឋាភិបាលវាយគោលនយោបាយរបស់លោកត្រឹមត្រូវហើយផ្សារភ្ជាប់ទស្សនវិជ្ជានេះទៅនឹងសង្គមដើម្បីឲ្យអ្នកទាហានទាំងអស់នោះទទួលស្គាល់អតីតយើងទទួលស្គាល់ឲ្យទៅប្រជុំនៅសាលាតិចណូតិចណីអីហ្នឹងគឺថាគឺមានការរៀបចំដាក់កុនឲ្យមើលឯកសារពីសង្គ្រាមសម័យណាហើយកាលហ្នឹងចូលរួមមានរដ្ឋមន្ត្រីច្រើនមកចូលរួមក្នុងការប្រជុំនេះដើម្បីចង់ឲ្យរដ្ឋមន្ត្រីទាំងនោះស្វែងយល់អំពីអតីតយើងទាំងនេះហើយ
ជាសមិទ្ធផលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតអនុប្រធានទី1សមាគមព្រមទាំងឯកឧត្តមគតិសង្ឃបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជនគ្រប់រូបដោយមិនទុកឲ្យអតីតយុទ្ធជនណាម្នាក់រស់នៅដោយភាពលំបាកអត់ឃ្លានគ្មានទីជម្រកឡើយខ្ញុំស្លាប់ហើយជួយឲ្យខ្ញុំរស់វិញជួយឲ្យខ្ញុំមានមុខមានមាត់ក្នុងសង្គមបន្តជីវិតដំណើរតទៅទៀតបាទចំពោះសម្ដេចតេជោនិងសម្ដេចម៉ែតែម្ដងហើយសម្ដេចហ៊ុនម៉ាណែតហ្នឹងគេថាលោកយកចិត្តទុកដាក់អ្វីបិទតែលោកជាចំនួនក្រោយមែនប៉ុន្តែលោកយកចិត្តទុកដាក់ក្នុងការដោះស្រាយកិច្ចការងារសង្គមបាទអញ្ចឹងខ្ញុំមានឱកាសថ្ងៃនេះក៏ដោយសារតែអស់លោកដែរសូមជូនពរលោកពុកហើយនឹងអ្នកម្ដាយបានជូនដីឲ្យកូនហើយនឹងផ្ទះកូនអត់មានអ្វីអីទេកូនលើករៀមដៃ10ជូនពុកម៉ែឲ្យមានអាយុវែងអាយុយឺនយូរសុខសប្បាយទាំងអស់ក្រុមគ្រួសារសាធុ